សួស្តីបងប្អូនទាំងអស់គ្នាឥឡូវយើងចូលដល់ចំណោទនៅក្នុងទំព័រទី8របស់យើងហ្នឹងតកតងជាមួយចំណោទម្ដងមួយពូម៉ៅចាក់សាំងរថយន្តរបស់គាត់5លើកក្នុងមួយខែក្នុងមួយលើកគាត់ចាក់សាំង25លីត្រហើយសាំង1លីត្រថ្លៃ4350រៀលតើគាត់ចំណាយលើថ្លៃសាំងអស់ប្រាក់ប៉ុន្មានរៀលក្នុងមួយខែអញ្ចឹងពេលដែលចំណោទភាគច្រើនអានដំបូងគ្រាន់តែជាអានឲ្យដឹងទេប៉ុន្តែយើងត្រូវព្យាយាមអានចំណោទនឹងម្ដង2ដងទៅ3ដងលុះត្រាតែយើងយល់អំពីចំណោទនឹងថាគេចង់រកអីហើយរកតាមវិធីណាអញ្ចឹងឥឡូវអ្នកគ្រូបញ្ជាក់ពីក្រោមទៅវិញក្នុងចំណោទនេះគេសួរថាចេះតើគាត់ចំណាយលើថ្លៃសាំងអស់ប្រាក់ប៉ុន្មានរៀលក្នុងមួយខែអញ្ចឹងចំណាយទៅលើថ្លៃសាំងអញ្ចឹងសាំងគេគិតលុយមិនគេគិតថា1លីត្រគេគិតថា1លីត្រវា4350រៀលតែយើងដឹងអត់ថាក្នុងមួយខែហ្នឹងគាត់ចាក់ប៉ុន្មានលីត្រយើងអត់ទាន់ដឹងទេត្រូវអត់អញ្ចឹងគ្រាន់តែដឹងថាមួយលើកគាត់ចាក់25លីត្រតែគាត់មិនមែនចាក់មួយលើកឯណាគាត់ចាក់រហូតទៅដល់5លើកចាអញ្ចឹងយើងបដិញ្ញពីលើពីក្រោមទៅលើយើងដឹងពីមូលហេតុនៃការរកចម្លើយនឹងឃើញអញ្ចឹងយើងដឹងថាអូមួយលើក25លីត្រហើយចុះ5លើកប្រមាណអញ្ចឹងកន្លែងនេះមួយកូនដឹងថាធ្វើម៉ាវិធីអីគេកូនចាប្រមាណវិធីគុណពេលដែលកូនគុណហើយពេលនោះកូនឯងឃើញចំនួនលីត្ររបស់គាត់ពេលដែលកូនឃើញចំនួនលីត្ររបស់គាត់ហើយដោយដឹងថា1លីត្រថ្លៃ4350រៀលអញ្ចឹងដឹងថា5លើកគាត់ចាប់ឲ្យ1លីត្រយកគុណ1តម្លៃមកគុណឃើញលុយតម្លៃសាំងនឹងទាំងអស់បាត់មែនទេអញ្ចឹងអ្នកគ្រូធ្វើតាមមួយខ្ទង់ឯងអញ្ចឹងយើងរកចំនួនអីកូនរៀលក្នុងអញ្ចឹងរកចំនួនប្រាក់ដែលគាត់ចំណាយលើថ្លៃសាំងទាំងអស់ចាចំណាយទៅលើថ្លៃសាំងទាំងអស់អញ្ចឹង5លើក5លើកដោយ1លើក25លីត្រអញ្ចឹង5លើកប៉ុន្មានអញ្ចឹងកូនត្រូវយកគុណមកជន់ចែកពេលដែលកូនឃើញលទ្ធផលឡើងហើយឃើញចំនួនសាំងទាំងអស់យកទៅគុណនឹងតម្លៃសាំង1លីត្រគឺតម្លៃ4350រៀលអញ្ចឹងណាអ្នកគ្រូធ្វើតាមខ្ទង់ហើយចំពោះការធ្វើប្រមាណវិធីគុណធ្វើពីខ្ទង់ក៏បានដែរកូនធ្វើពីខ្ទង់តំណាក់គ្នាមក5 5ដង25សេលេខ5ត្រាទុក2 5 2ដង10 10ដង2 12អញ្ចឹង125លីត្រ125លីត្រគុណជាមួយតម្លៃ1លីត្រ4350រៀលគុណជាមួយនឹង125 5 0ដង0 5 5ដង25សេ5ត្រាទុក2 5 3ដង15 15និង2 17សេលេខ7ត្រាទុក1 5ដង20 20បូក1 21 2 0ដង0 2 5ដង10សេលេខ0ត្រាទុក1 2 3ដង6 6បូក1 7 2 4ដង5 8 1 0ដង0សំទោសសរសេរដាក់ចូលក្នុងខ្ទង់រាយ1 5ដង5 1 3ដង3 1 4ដង3ហើយចំកូនធ្វើប្រមាណវិធីបូក0ទម្លាក់5 7ទម្លាក់8បូកនឹង5 13សេលេខ3ត្រាទុក1 1បូកនឹង2 3 3បូកនឹង8 11 11បូកនឹង3 14សេលេខ4ត្រាទុក1ឡើងនេះ1បូក1 5អញ្ចឹងយើងឃើញតម្លៃលុយគឺក្នុងមួយខែហ្នឹងគាត់អស់ថ្លៃប៉ុន្មានកូននៅក្នុងការចាក់សាំងសំទោសក្នុងការចាក់សាំងហ្នឹងគាត់ចំណាយលុយអស់ប៉ុន្មានគឺអស់លុយចំនួនប៉ុន្មាន543,750រៀលអញ្ចឹងកូនឯងអាចឆ្លើយថាចំនួនប្រាក់ដែលគាត់ចំណាយលើថ្លៃសាំងទាំងអស់គឺ543,750រៀលចឹងកូនចូលដល់ចំណោទទី2របស់យើង2គេបូមទឹកដាក់អាងមួយដោយប្រើតាយោ2ប្រភេទព្រមគ្នាប្រភេទទី1បូមទឹកបាន125លីត្រក្នុង1នាទីណាកូនណា
125 លីត្រក្នុង1នាទីប្រភេទទី2បូមទឹក 2500 លីត្រក្នុង1នាទីតើរយៈពេល12ម៉ោងអាងនោះមានទឹកប្រមាណលីត្រអញ្ចឹងកូនឯងរកតាអានទៅកូនដឹងថាអូដើម្បីរកទឹក12ម៉ោងគឺកូនយករយៈពេលនេះយកមកគុណជាមួយលីត្រនេះគុណមួយលីត្រនេះបូកចូលឃើញប៉ុន្តែកូនត្រូវគិតពីរយៈពេល1នាទីមួយទៀតម៉ោងណាកូនណាអញ្ចឹងធម្មតាគេសួរជាម៉ោងតែគេប្រាប់ជានាទីកូនត្រូវប្រវែកវាទៅជានាទីឲ្យអស់សិនអញ្ចឹងយើងរករបៀបម៉េចណាកូនណាយើងរកដោយយើងរកចំនួនទឹកនៅទយោទី1សិនមកណាកូនណាយើងរកទយោទឹកនៅចំនួនទី1សិនមករកចំនួនទឹកក្នុងអាងទី1ចាដែលអាងទី1បូមបាន1250 លីត្រក្នុង1នាទីអញ្ចឹង1នាទីបូមបានប៉ុណ្ណឹងចុះគេសួរ12ម៉ោងអញ្ចឹងកូនត្រូវយក12ម៉ោងនេះយកទៅគុណ60ហេតុអីមិនគុណ60ដើម្បីប្រវែក12ម៉ោងឲ្យទៅជានាទីទាំងអស់ហើយចាំយើងគុណជាមួយនឹងចំនួនលីត្រណាកណាចាចាំគុណមួយចំនួនលីត្រអញ្ចឹងគុណមកគុណឃើញចម្លើយមើលគុណសាកល្បងមើលកូនឃើញ90លីត្រទេ90 9សែនលីត្រចាឬក៏900000លីត្រណាកណាចា900000លីត្របន្ទាប់មកតើកូនចាំរកចំនួនទឹកក្នុងមិនអាងទី1សំទោសឡើយនេះគឺប្រភេទទយោទី1ប្រភេទទី1ភេទទយោទី1នេះរកចំនួនទឹកក្នុងប្រភេទទយោទី2អញ្ចឹង12ម៉ោងដូចគ្នាគុណនឹង60ឲ្យវាទៅជានាទីហើយប្រភេទទី2គឺបូមបាន2500លីត្រចាអញ្ចឹងកូនគុណទៅឃើញចម្លើយបានកូនចា1សែន8 1លាន8សែនសំទោស1លាន8សែនលីត្រអញ្ចឹងឃើញកូនឃើញចំណុះទឹកត្រូវទេកូនចំណុះទឹកទាំងពីរយើងឃើញហើយអញ្ចឹងយើងអាចរកចំណុះទឹកទាំងពីរចូលគ្នាតែម្ដងរកចំនួនទឹកក្នុងប្រភេទទយោទាំងពីរឬក៏រកចំនួនទឹកក្នុងអាងទាំងនោះក៏បានដែរណាកូនណាការរករបស់យើងអត់អីទេអញ្ចឹងកូនឯងដាក់ថាប្រភេទទី1នេះយើងបូកវាមកបូកជាមួយអញ្ចឹងចម្លើយឃើញប៉ុន្មានកូនចាឃើញ2លាន7 27លានចា27លានលីត្រអញ្ចឹងកូនឯងអាចឆ្លើយថាចំនួនទឹកក្នុងអាងគឺ27លានលីត្រ